បាទសូមជម្រាបសួរលោកម៉ែនណាតបាទសូមជម្រាបសួរលោកសែនសច្ចៈនិងប្រិយមិត្តអ្នកស្ដាប់ VOD បាទអរគុណច្រើនលោកម៉ែនណាតដែលបានចូលរួមជាថ្មីទៀតនៅក្នុងកម្មវិធីបទសម្ភាសន៍ប្រចាំសប្តាហ៍របស់ VOD នៅថ្ងៃនេះហើយនៅថ្ងៃនេះដែរ VOD សូមការចែករំលែកពីលោកម៉ែនណាតជុំវិញប្រធានបទថ្មីមួយថាតើវិបត្តិព្រំដែនអាចដោះស្រាយបានទេបើការដឹកនាំគ្មានប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចលោកម៉ែនណាតយ៉ាងណាក៏ដោយឃើញសង្គ្រាមឈ្លានពានពីយោធាថៃ21ថ្ងៃនេះកម្ពុជាក៏បានទទួលស្គាល់ដែរថាថៃបានគ្រប់គ្រងផ្នែកខ្លះលើទឹកដីកម្ពុជានៅព្រំដែនចំនួន14ទីតាំងបាទគឺកម្ពុជាបានទទួលស្គាល់ដែលថៃបានគ្រប់គ្រងក្នុងនោះមានដូចជាភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់បឹងតគួនភ្នំទ្រាប់តាកបីប្រាសាទតាកបីតាមាន់ធំអីជាដើមអញ្ចឹងទៅជាសំណួរដំបូងលោកម៉ែនណាតតើលោកយល់ឃើញបែបណាចំពោះសមត្ថភាពការពារទឹកដីរយៈពេល47ឆ្នាំទៅនេះក្រោមការដឹកនាំរបស់គណៈបកកណ្ដាលអំណាចចាប់តាំងពីថ្ងៃជ័យជំនះ7មករាដោយដែលលោកហ៊ុនសែនផ្ញើសារនៅពេលនេះលោកមើលឃើញបែបណាចំពោះការសមត្ថភាពក្នុងការការពារទឹកដីនេះបាទខ្ញុំយល់ថាការលើកឡើងរបស់លោកហ៊ុនសែនឬក៏នៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់នៅថ្ងៃទី7មករាឆ្នាំ2026នេះជាសារនយោបាយច្រើនជាងការពិតគាត់អួតអាងពីរឿងសមិទ្ធផលថ្ងៃ7មករាហើយក្រោយ7មករាមកគាត់ដឹកនាំប្រទេសរុងរឿងរីកចម្រើនអីចឹងគាត់អួតតែខ្លួនឯងហ្នឹងเป็นការពិតជាក់ស្ដែងអត់អញ្ចឹងទេប្រជាពលរដ្ឋខ្មែរលោកយល់ហើយការពិតជាក់ស្ដែងតើលំបាកវេទនាយ៉ាងម៉េចមុនពេលមានសង្គ្រាមជាមួយសៀមហើយនឹងក្រោយពេលផ្ទុះសង្គ្រាមជាមួយសៀមដល់ពេលបច្ចុប្បន្នហ្នឹងដូច្នេះជាក់ស្ដែងហ្នឹងគឺបងប្អូនដឹងហើយការពិតវាយ៉ាងម៉េចការលើកឡើងរបស់លោកហ៊ុនសែនជាភាសានយោបាយទេហើយនយោបាយបែបប្រជាវិធដ្ឋភូតភរតែខ្លួនឯងភូតភរតែពលរដ្ឋហ្នឹងឯងការដឹកនាំ40ឆ្នាំប្លាយរបស់លោកហ៊ុនសែនគ្រួសារគាត់នេះបើជាមួយវៀតណាមវិញគឺគាត់ធ្វើសន្ធិសញ្ញានេះនោះបំពេញបន្ថែមរឿងព្រំដែននេះយើងបាត់កោះត្រល់បាត់កោះកញ្ចក់សេះនៅឆ្នាំ82រហូតដល់ឥឡូវហ្នឹងហើយយើងបាត់ព្រំដែនច្រើនណាស់ទៅខាងវៀតណាមតាមរយៈសន្ធិសញ្ញាឆ្នាំ2005ដែលជាសន្ធិសញ្ញាមិនស្របតាមច្បាប់មិនស្របតាមរដ្ឋធម្មនុញ្ញហ្នឹងមិនស្របរដ្ឋធម្មនុញ្ញមិនស្របតាមច្បាប់ដោយសារអីដោយថាលោកហ៊ុនសែនធ្វើឲ្យមានការបន្ទុះសារាយផ្ទៃក្នុងជាតិខ្លួនឯងគម្រាមរំលាយរបបប្រជានិយមអីចឹងដើម្បីសម្រេចមហិច្ឆតារបស់វៀតណាមណាអានេះជាមួយវៀតណាមហ្នឹងសមត្ថភាពការពារទឹកដីជាមួយវៀតណាមគឺលោកហ៊ុនសែនលើកទូលឲ្យគេលើកទូលឲ្យវៀតណាមជាការអរគុណវៀតណាមចឹងទៅហើយគាត់អួតអាងពីភាពត្រឹមត្រូវរបស់គាត់ហើយអួតអាងចឹងមានណាគេទៅជឿគាត់មិនបានបើឯកសារកដាស្នាមលិខិតកិច្ចព្រមព្រៀងសន្ធិសញ្ញាអីមានតែយើងឃើញភ្នែកហ្នឹងអ្នកសិក្សាស្រាវជ្រាវមើលទៅយល់ហើយបន្តមកទៀតនៅពេលដែលលោកហ៊ុនម៉ាណែតដឹកនាំរយៈពេលប្រហែល2ឆ្នាំប្លាយនេះរហូតមកដល់ឆ្នាំ2025នេះមានរឿងសង្គ្រាមរាំងជលជាមួយថៃសង្គ្រាមរាំងជលជាមួយថៃនេះគ្រាន់តែលោកហ៊ុនសែនដូរវិធីសាស្ត្រទេបើជាមួយវៀតណាមគាត់ព្រមព្រៀងឲ្យលើកទូលឲ្យគេហើយបង្ក្រាបប្រជាពលរដ្ឋគ្នាឯងចាប់អ្នកនយោបាយខ្មែរដែលរិះគន់រឿងព្រំដែនដាក់គុកសកម្មជនព្រំដែនដាក់គុកតែជាមួយថៃគាត់វិធីសាស្ត្រគាត់មិនដូចវៀតណាមទេព្រោះវិធីសាស្ត្រគាត់មានគាត់ប្រឆាំងនឹងថៃបើប្រឆាំងនឹងថៃទៅបានវានាំឲ្យមានរឿងសង្គ្រាមហ្នឹងសង្គ្រាមបាញ់គ្នាពីលើកន្លងមកថ្មីហ្នឹងអញ្ចឹងណាតាមពិតមហិច្ឆតាថៃក៏ដូចវៀតណាមដែរយើងមើលក្នុងរឿងហ្នឹងទៅព្រោះវៀតណាមបានផលប្រយោជន៍ច្រើនពីរដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតថៃគេចង់បានផលប្រយោជន៍ដូចវៀតណាមដែរឃើញគេដាក់អសានវិទ្យាឲ្យកម្ពុជាប្រគល់ទឹកដីមួយផ្នែកឲ្យគេតាមផែនទីរបស់ថៃអញ្ចឹងណាຂະຫນាត1លើ50,000ដែលលោកហ៊ុនសែនថាផែនទីចោលហ្នឹងហើយវាផ្ទុយនឹងផែនទីនឹងសន្ធិសញ្ញាបារាំងសៀមអីកន្លងទៅអញ្ចឹងហើយបានវៀតណាមមានបន្ទុះសារាយហើយសមិទ្ធផលរបស់លោកហ៊ុនសែនដែលអួតអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ហ្នឹងហាក់ដូចជាវាគ្រាន់តែជាលបោយនិយាយឲ្យតែរួចពីមាត់ទៅអាភាពជាក់ស្ដែងហ្នឹងគឺកម្ពុជាប្រឈមមុខច្រើនណាស់ស្អេកឆ្កាស់ក្នុងស្ថានភាពបច្ចុប្បន្នហ្នឹងប្រឈមទី1រឿងកំពុងតែរងការឈ្លានពានពីប្រទេសថៃមិនទាន់ដោះស្រាយចេញផងហើយថៃដណ្ដើមរំលោភកាន់កាប់តាមរបាយការណ៍របស់ក្រសួងការបរទេសកម្ពុជាហ្នឹងគឺថា14ទីតាំងថៃដណ្ដើមគ្រប់គ្រងក្នុងដីខ្មែរជាការរំលោភឈ្លានពានច្បាប់អន្តរជាតិអញ្ចឹងហើយការប្រឈមទី2គឺប្រឈមនឹងបញ្ហាអំពើពុករលួយអំពើបពុរិយមក្នុងជួររដ្ឋាភិបាលកម្ពុជាខ្លួនឯងដោះស្រាយក៏អត់ចេញដែរឥឡូវហ្នឹងប្រឈមទី3បញ្ហាការចាប់ចម្រិតដែលល្បីល្បាញជាអន្តរជាតិហ្នឹងគេហៅថាការប្រព័ន្ធឆបោកអនឡាញហ្នឹងហើយរងការថ្កោលទោសពីបណ្ដាញប្រទេសជ្រុងគ្រោះជាច្រើនណានៅជុំវិញពិភពលោកមានកូរ៉េត្បូងអាមេរិកបារាំងអង់គ្លេសថៃសិង្ហបុរីអីជាដើមហ្នឹងគេថ្កោលទោសកម្ពុជាហើយទាមទារឲ្យកម្ពុជាសហការមួយគេចាត់វិធានការបង្ក្រាបអក្រិតជននេះ
អស់ហ្នឹងសិតតែរឿងប្រឈមហើយប្រឈមចុងក្រោយនេះគឺប្រជាពលរដ្ឋខ្មែរភាគសឹករាប់ចិត្ត1លាននាក់កំពុងតែគ្មានលំនឹងច្បាស់លាស់ទៅគ្មានទីជម្រកជាក់ស្ដែងទេហើយជាពិសេសបងប្អូននៅម្ដុំបឹងតគួននៅម្ដុំព្រៃច័ន្ទម្ដុំភូមិជោគជ័យម្ដុំថ្មដាម្ដុំមុំបីអានសេះអីនេះគឺគាត់ជួបផ្ទះបានទេដោយសារផ្ទះសម្បែងរបស់គាត់ត្រូវបានថៃរឹបអូសគ្រប់គ្រងលើតំបន់ហ្នឹងអញ្ចឹងណាហើយរដ្ឋាភិបាលកម្ពុជាមិនទាន់មានដំណោះស្រាយគាត់ទេដូច្នេះរឿងជាក់ស្ដែងគាត់អត់តន់ធ្វើទេហើយខ្ញុំសូមធ្វើការកត់សម្គាល់ចុងក្រោយថាសេចក្តីអំពាវនាវរបស់លោកហ៊ុនសែនដែលទាមទារឲ្យប្រជាពលរដ្ឋខ្មែរនឹងមានស្មារតីសាមគ្គីជាតិជុំវិញបាវចនាជាតិសាសនាព្រះមហាក្សត្រត្រូវហើយក៏ប៉ុន្តែវាអត់តន់ជាក់ស្ដែងនៅត្រង់ថាការចាប់ចងអ្នកនយោបាយប្រឆាំងហ្នឹងគឺយ៉ាងអយុត្តិធម៌មិនដោះលែងទេសកម្មជនសង្គមប្រចាំជនបរិស្ថានចាប់គ្នាយ៉ាងអយុត្តិធម៌ក៏មិនតន់ដោះលែងដែរហើយគាត់ចេះតែអំពាវនាវឲ្យគេទៅរួបរวมជាមួយនឹងគណៈបកកណ្ណាចរបស់គាត់តែមិនឲ្យគេរួបរวมក្នុងស្មារតីជាតិទេហើយដើម្បីឲ្យមានភាពជាក់ស្ដែងក្នុងរឿងហ្នឹងត្រូវដោះលែងពួកគាត់សិនមកយ៉ាងហោចណាស់ក៏មានរឿង3រឿងដែរដើម្បីមានសាមគ្គីជាតិទី1ដោះលែងពួកគាត់ឲ្យមានសេរីភាពទី2ត្រូវបើកលំហសេរីភាពនយោបាយឲ្យពួកគាត់ប្រកួតប្រជែងស្មើមុខគ្នាទី3ត្រូវបើកលំហសេរីភាពសារព័ត៌មានឲ្យមានឱកាសពលរដ្ឋកម្ពុជាឬក៏ប្រជាពលរដ្ឋមានឱកាសទទួលព័ត៌មានដោយសេរីដោយយុត្តិធម៌អញ្ចឹងណាបងណាបាទលោកម៉ែនអរគុណច្រើនឃើញលោកបានលើកឡើងពីចំណុចច្រើនក្រោមការដឹកនាំរបស់លោកហ៊ុនសែនរយៈពេលជាង40ឆ្នាំទៅនេះទាំងសមត្ថភាពការពារបូរណភាពទឹកដីទាំងខាងលិចនិងខាងកើតហ្នឹងគឺនៅមានកម្រិតនៅឡើយហើយបន្ថែមលើហ្នឹងឃើញមានបញ្ហាប្រឈមដូចជាបញ្ហាអក្រិតកម្មឆបោកតាមអនឡាញអីជាដើមអញ្ចឹងទៅអំពើពុករលួយវិបត្តិសង្គមអីជាដើមលោកមើលទៅថាតើកត្តាចម្បងអីមូលហេតុចម្បងអីដែលធ្វើឲ្យកម្ពុជាធ្លាក់នៅក្នុងស្ថានភាពនេះទាំងបញ្ហាបូរណភាពទឹកដីក៏ដូចជាបញ្ហាសង្គមផ្សេងៗទៀតបាទបងអូនលើកប្រធានបទបាញ់មិញខ្ញុំលើពាក្យថាត្រួតពិនិត្យអំណាចកាលណានិយាយពីការត្រួតពិនិត្យអំណាចគឺនិយាយពីរឿងតើការដឹកនាំរដ្ឋហ្នឹងវាមានការបែងចែកអំណាចហ្នឹងវាត្រឹមត្រូវច្បាស់លាស់ឯកអំណាចមួយក្នុងការគ្រប់គ្រងរដ្ឋហ្នឹងវាមានឯករាជ្យម្ចាស់ការដែរទេហើយយើងធ្វើការឆ្លុះអញ្ចឹងរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃហ្នឹងគឺគ្មានទេអំណាចជាអំណាចប្រមូលផ្ដុំនៅក្នុងគ្រួសារមួយគឺគ្រួសារលោកហ៊ុនសែនគឺលោកហ៊ុនសែននិយាយគឺមានឥទ្ធិពលលោកហ៊ុនសែននិយាយយ៉ាងម៉េចគឺអញ្ចឹងសូម្បីតែលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីកូនប្រុសគាត់ហ្នឹងក៏មិនហ៊ានប្រកែកតវ៉ាជាមួយលោកហ៊ុនសែនផងអញ្ចឹងតើមានប្រព័ន្ធត្រួតពិនិត្យអំណាចត្រឹមត្រូវមកពីណាដើម្បីត្រួតពិនិត្យអំណាចត្រឹមត្រូវបានវាតតែសភាហ្នឹងឯករាជ្យតុលាការហ្នឹងឯករាជ្យរដ្ឋាភិបាលកម្ពុជាគ្មានការមិនត្រូវជ្រៀតជ្រែកលើអំណាចណាមួយទេហើយអំណាចស្ថាប័នព្រះមហាក្សត្រត្រូវបកគោលគាត់ឯករាជ្យដែរប៉ុន្តែយើងមើលឥឡូវមានស្ថាប័នណាមួយឯករាជ្យធ្វើការដោយឯករាជ្យអត់មានទេណាហើយដូចជាឧទាហរណ៍ដូចករណីសង្គ្រាមឈ្លានពានរបស់ថៃចឹងតាមធម្មតាបើសិនប្រទេសគេមានប្រព័ន្ធត្រួតពិនិត្យអំណាចត្រឹមត្រូវតែរដ្ឋាភិបាលធ្វើមិនច្បាស់លាស់ឆ្លើយភ្លឺមិនត្រឹមត្រូវគេអាចដកហូតអំណាចរដ្ឋមន្ត្រីអាមាត្យរដ្ឋមន្ត្រីការបរទេសធ្វើមិនត្រូវគេសភាមានការស្នើញត្តិស្ដីបន្ទោសដូចជាមានសមាជិកសភា30នាក់ឡើងកាលណាស្នើស្ដីបន្ទោសរដ្ឋមន្ត្រីណាមួយតែ3ដងហ្នឹងឆ្លើយមិនត្រូវគេដកហូតអំណាចរដ្ឋមន្ត្រីហ្នឹងហើយនាយករដ្ឋមន្ត្រីដូចគ្នានាយករដ្ឋមន្ត្រីបើសិនជាឆ្លើយមិនត្រឹមត្រូវធ្វើការអនុវត្តអំណាចមិនត្រឹមត្រូវគេហៅមកបំភ្លឺ3ដងហ្នឹងតែឆ្លើយមិនត្រូវគេដូរនាយករដ្ឋមន្ត្រីចេញហើយគេឲ្យមនុស្សថ្មីមកដឹកនាំម្ដងអាហ្នឹងគេបង្ខំឲ្យនាយករដ្ឋមន្ត្រីចុះចេញប៉ុន្តែអ្នកនៅស្រុកខ្មែរវាណាបង្ខំអ្នកណាឥឡូវបើទឹកតកូលហ៊ុនហ្នឹងគាត់ជាអ្នកបញ្ជាអំណាចទាំងអស់ហើយហ្នឹងម្ល៉េះហើយបានថារឿងនេះវាមានការស្មុគស្មាញហើយយើងឃើញមានបងប្អូនអ្នកប្រឆាំងហ្នឹងគាត់អំពាវនាវឲ្យលោកហ៊ុនសែនចុះចេញពីអំណាចលោកហ៊ុនម៉ាណែតចុះចេញពីអំណាចសំទោសលោកហ៊ុនម៉ាណែតចុះចេញពីអំណាចរឿងដែលធ្វើឲ្យការមានការខកខានចំពោះរឿងមួយចំនួនពាក់ព័ន្ធក្នុងសង្គ្រាមឈ្លានពានរបស់ថៃចិត្តហើយអំពាវនាវឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដឹងទៅតុលាការអក្រិតកម្មអន្តរជាតិអំពីរឿងថៃឈ្លានពានកម្ពុជាអញ្ចឹងហើយឥឡូវទៅដកហូតអំណាចលោកហ៊ុនម៉ាណែតដល់ម៉េចសភាណាហ៊ានមានសិទ្ធិទៅធ្វើរឿងហ្នឹងឃើញទេហើយតុលាការណាទៅមានសិទ្ធិអនុវត្តអំណាចរបស់ខ្លួនព្រោះប្រព័ន្ធច្បាប់ស្រុកខ្មែរជាប្រព័ន្ធច្បាប់មាននីតិរដ្ឋពីណាមកប្រព័ន្ធការអនុវត្តប្រព័ន្ធច្បាប់នៅក្រៅអំណាចរបស់មនុស្សម្នាក់ពីរនាក់ហ្នឹងអញ្ចឹងណាបងណាបាទលោកម៉ែនណាតចំណុចនឹងដែរចង់បានការបញ្យលបន្ថែមពីលោកម៉ែនណាតដែរពាក់ព័ន្ធទៅនឹងការបាត់បង់ប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចនឹងដែលធ្វើឲ្យកម្ពុជានឹងធ្លាក់ទៅក្នុងវិបត្តិសង្គមរួមទាំងបញ្ហាបូរណភាពទឹកដីហើយលោកក៏បានលើកឡើងដែរថាទាល់តែសភានឹងឯករាជ្យតុលាការឯករាជ្យអីចឹងទៅលោកអាចបញ្យលបន្ថែមបានទេថាធ្វើបែបម៉េចទៅដើម្បីឲ្យសភានឹងឯករាជ្យតុលាការឯករាជ្យមិនស្ថិតនៅក្រោមការបញ្ជារបស់បុគ្គលម្នាក់បាទឥឡូវយើងលើកឧទាហរណ៍ប្រទេសបារាំងចុះបងប្អូនខ្មែរលោកស្គាល់ច្បាស់ប្រទេសបារាំងជាអតីតអាណានិគមរបស់កម្ពុជា
តើប្រព័ន្ធអនុវត្តអំណាចនៅរបស់បារាំងវាយ៉ាងម៉េចប្រព័ន្ធអនុវត្តអំណាចរបស់បារាំងហ្នឹងគឺប្រធានាធិបតីគ្មានសិទ្ធិទៅលូកលាន់កិច្ចការរបស់រដ្ឋសភាបារាំងទេហើយក៏គ្មានសិទ្ធិទៅលូកលាន់អំណាចរបស់តុលាការដែរព្រោះអំណាចតុលាការគឺជាអំណាចឆន្ទានុសិទ្ធិដើម្បីវែកញែកតាមផ្លូវច្បាប់នៅរឿងយុត្តិធម៌រឿងអយុត្តិធម៌អញ្ចឹងហើយតុលាការមានសិទ្ធិកោះហៅនាយករដ្ឋមន្ត្រីបារាំងមានសិទ្ធិកោះហៅប្រធានាធិបតីបារាំងមកឆ្លើយបំភ្លឺបើសិនជាមានរឿងណាមួយដែលគេឆ្ងល់គេសង្ស័យហើយប្រធានាធិបតីគ្មានសិទ្ធិបដិសេធទេអាហ្នឹងចំពោះតុលាការចំពោះសភាក៏ដូចគ្នាដែរគេសភាគេអាចហៅប្រធានាធិបតីហៅនាយករដ្ឋមន្ត្រីមកបំភ្លឺចំពោះមុខសភាហើយរដ្ឋសភាគេអាចធ្វើញត្តិស្ដីបន្ទោសបានដល់ពួកបុគ្គលដឹកនាំពួកនយោបាយមួយចំនួនហ្នឹងហើយគេអាចមានសិទ្ធិដកហូតអំណាចទៅកន្លងទៅនាយករដ្ឋមន្ត្រីបារាំងហ្នឹងម្នាក់នោះត្រូវបង្ខំចិត្តលាលែងខ្ញុំភ្លេចឈ្មោះទៅហើយឆ្នាំទៅមួយនេះតែងតាំងនាយករដ្ឋមន្ត្រីថ្មីមុំតែងតាំងទៅមានការបោះឆ្នោតក្នុងសភារាប់សិបដងទៀតអញ្ចឹងឃើញទេគឺវាអញ្ចឹងហ្នឹងហៅថាប្រព័ន្ធត្រួតពិនិត្យអំណាចក្នុងប្រព័ន្ធរដ្ឋក្នុងរដ្ឋស្ថាប័នរដ្ឋស្ថាប័នជាតិវាមានស្ថាប័នជាតិបងប្អូនខ្មែរសិក្សាហើយមានអំណាច3ធំដែលគេចែកដាច់គឺតុលាការរដ្ឋាភិបាលនិងរដ្ឋសភាហើយអំណាចទី4មួយទៀតគឺអំណាចសារព័ត៌មានសារព័ត៌មានក៏សំខាន់តែសំខាន់ដែរគឺផ្ដល់សេរីភាពឲ្យមនុស្សម្នាបញ្ចេញមតិទទួលព័ត៌មានដោយសេរីអញ្ចឹងណាហើយក្រៅពីហ្នឹងដែរវាត្រូវមានគណៈបកប្រឆាំងឬក៏គណៈបកក្រៅរដ្ឋាភិបាលក៏ជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការត្រួតពិនិត្យលើប្រព័ន្ធដឹកនាំនឹងដែរត្រួតពិនិត្យអំណាចរបស់មេដឹកនាំនឹងដែរព្រោះគណៈបកប្រឆាំងនេះមានតួនាទីសំខាន់ណាស់ដោយកម្ពុជាយើងកាលពីចន្លោះឆ្នាំ93រហូតដល់ឆ្នាំ2005 2006 2007ហ្នឹងប្រព័ន្ធគណៈបកប្រឆាំងមានសក្តានុពលគ្រាន់បើណាឃើញមានការតវ៉ាប្រឆាំងមានការឆ្លោះបញ្ចាំងពីរឿងនេះរឿងនោះជជែកគ្នាក្នុងសភាបានមកចត់ច្រើនប៉ុន្តែក្រោយមកមានការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញកែរដ្ឋធម្មនុញ្ញអញ្ចឹងទៅពីឆ្នាំ2006ក្រោយមកទៀតសភាខ្មែរហ្នឹងក៏ត្រូវខ្សោយទៅលោកហ៊ុនសែនមកត្រួតត្រាអំណាចក្នុងសភាទៅក៏យូរទៅលោកហ៊ុនសែនប្រើសភាហ្នឹងឲ្យរំលែកគណៈបកប្រឆាំងចោលទៅអញ្ចឹងទៅគណៈបកប្រឆាំងលែងមានក្នុងសភាអញ្ចឹងអំណាចការត្រួតពិនិត្យអំណាចក្នុងរដ្ឋាភិបាលក្នុងស្ថាប័នជាតិហ្នឹងគឺធ្លាក់ដល់កម្រិត0ម្ល៉េះហើយរបបហ្នឹងវាคล้ายជារបបផ្ដាច់ការគ្រួសារនិយមហើយដល់ពេលហ្នឹងហើយដែលធ្វើឲ្យជាតិហ្នឹងវាជួបហានិភ័យច្រើនណាព្រោះនៅពេលដែលគ្រួសារមួយគ្រប់គ្រងអំណាចផ្ដាច់មុខហើយគឺពលរដ្ឋនឹងរងគ្រោះអយុត្តិធម៌ក៏កាន់តែច្រើនកាន់តែរីកធំជាងមុនដែរអញ្ចឹងណាហើយក្នុងស្ថានភាពមួយទៀតខ្ញុំធ្វើការឆ្លុះអញ្ចឹងដែរបងប្អូនពិភពលោកឥឡូវប្រព័ន្ធនីតិរដ្ឋលើអន្តរជាតិហ្នឹងគឺវាធ្លាក់ចុះហើយព្រោះប្រទេសមហាអំណាចក៏ចាប់ផ្ដើមវាទីដែរឥឡូវហ្នឹងមិនថាចិនមិនថាអាមេរិកកាំងទេអាមេរិកកាំងទៅវាទីនៅវេណេស៊ុយឡាថ្មីនេះហើយគម្រាមកំហែងនៅប្រទេសមួយចំនួនទៀតនៅអាមេរិកខាងត្បូងរហូតពីម្សិលមិញនេះសហរដ្ឋប្រទេសសមាជិកអង្គការ NATO ហ្នឹងក៏ប្រជុំជាបន្តនៅដានម៉ាកដែរអំពីបង្ហាញអំពីក្តីបារម្ភចំពោះអាមេរិកកាំងខ្លាចអាមេរិកកាំងហ្នឹងប្រើអំណាចប្រទេសផ្ដាស់ហ្នឹងទៅដណ្ដើមយកកោះ Greenland ដែលជាទ្រព្យសម្បត្តិរបស់ដានម៉ាកអញ្ចឹងប្រជុំគ្នាអញ្ចឹងណាអញ្ចឹងថាប្រព័ន្ធគ្រប់គ្រងច្បាប់លើពិភពលោកចាប់ផ្ដើមចុះខ្សោយក៏ចាប់ផ្ដើមចុះខ្សោយគឺវាប៉ះពាល់ដល់កម្ពុជាហើយការប៉ះពាល់ដល់កម្ពុជាហ្នឹងគឺថៃកំពុងតែឈ្លានពានកម្ពុជារាល់ថ្ងៃនេះនិយាយដោះស្រាយអត់ទាន់ចេញហ្នឹងណាបងណាអាហ្នឹងហើយដែលវាថាសន្តិភាពពិភពលោកវាអញ្ចឹងហើយនៅពេលដែលកម្ពុជាមានសន្តិភាពមិនល្អផ្ទៃក្នុងជាតិខ្លួនឯងផងហើយមេដឹកនាំកម្ពុជាធ្វើរឿងប្រទេសផ្ដាស់ច្រើនផងម្ល៉េះហើយវាស្មុគស្មាញក្នុងការដោះស្រាយបញ្ហាជាតិណាបងបាទអរគុណច្រើនលោកម៉ាណាតជាសំណួរចុងក្រោយមុននឹងបិទបញ្ចប់បទសម្ភាសន៍នៅក្នុងថ្ងៃនេះនៅក្នុងស្ថានភាពដូចកម្ពុជាបច្ចុប្បន្នដែលគ្មានប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចបែបនេះលោកមើលឃើញថាតើទាំងគណៈបកប្រឆាំងទាំងមន្ត្រីរាជការក្នុងជួររដ្ឋាភិបាលពីព្រោះមន្ត្រីរាជការក៏រងអំពើអយុត្តិធម៌ដែរតាមអ្វីដែលវាចុះផ្សាយកន្លងមកអញ្ចឹងទៅហើយទាំងប្រជាប្រដ្ឋដែលជាម្ចាស់ប្រទេសដែលជាម្ចាស់ឆ្នោតផងនឹងគាត់ត្រូវធ្វើបែបម៉េចទៅលោកម៉ាណាដើម្បីកុំឲ្យបន្ទាត់នយោបាយនឹងធ្លាក់ទៅក្នុងស្ថានភាពមួយដូចបច្ចុប្បន្នដែលជាការដឹកនាំបែបឯកបកគ្មានប្រព័ន្ធត្រួតពិនិត្យអំណាចបែបនេះបាទរឿងនេះសពថ្ងៃពួករដ្ឋាភិបាលកម្ពុជានឹងទុកប្រជាពលរដ្ឋជាទេសកលរួចទៅហើយជាទេសកលអំណាចរបស់គាត់ហើយទុកមន្ត្រីរាជការទុកកងកម្លាំងប្រដាប់អាវុធទាំងទាហានទាំងនគរបាលអីហ្នឹងទៅជាឧបករណ៍ប្រើប្រាស់របស់ពួកក្រុមគ្រួសារប្រមាណគ្រួហ្នឹងអញ្ចឹងដើម្បីធ្វើការកែសម្រួលអាហ្នឹងវាទាល់តែមេដឹកនាំមានការភ្ញាក់រលឹកពិតប្រាកដធ្វើឲ្យជាក់ស្ដែងនៃសេចក្តីអំពាវនាវរបស់លោកហ៊ុនសែនទាមទារឲ្យគេឲ្យពលរដ្ឋខ្មែររួបរวมសាមគ្គីជាតិអីចឹងណាហើយការរួបរวมសាមគ្គីជាតិវាទាល់តែលោកហ៊ុនសែនក្រុមគ្រួសារគាត់ហ្នឹងបើកលំហឲ្យគេចូលមករួបរวมក្នុងស្មារតីជាតិមិនមែនក្នុងស្មារតីគណៈបព្វជិជនទេអាហ្នឹងបញ្ជាក់ឡើងវិញណាហើយដើម្បីធ្វើរឿងហ្នឹងឲ្យជាក់ស្ដែងវាទាល់តែដោះលែងអ្នកនយោបាយដូចជាលោកកឹមសុខាលោកថាច់សិដ្ឋាលោកទម្លាក់ចោលសំណុំរឿងលោករងឈុនទម្លាក់ចោលសំណុំរឿងអ្នកកញ្ញាសេងធីរី
កម្មជនសង្គមកម្មជនបរិស្ថានទាំងអស់ដែលគាត់រងគ្រោះដោយអយុត្តិធម៌ហ្នឹងទម្លាក់ចោលមកទម្លាក់ចោលឲ្យគាត់មានសេរីភាពឡើងវិញទៅអាហ្នឹងបញ្ជាក់ពីស្មារតីរួបរวมមួយហើយនឹងទី1ទី2ដូចខ្ញុំបញ្ជាក់ជូនដែរហ្នឹងគឺបើកលំហសេរីភាពនយោបាយហ្នឹងឲ្យមានការប្រកួតប្រជែងស្មើគ្នាស្របតាមស្មារតីរដ្ឋធម្មនុញ្ញហើយទី3ត្រូវសេរីភាពសារព័ត៌មាននេះសំខាន់ណាបើកលំហសេរីភាពសារព័ត៌មានឲ្យប្រជាពលរដ្ឋអាចទទួលព័ត៌មានបានគ្រប់ជ្រុងជ្រោយមកហើយអ្នកសារព័ត៌មានអាចធ្វើការងារតាមវិជ្ជាជីវៈរបស់ខ្លួនកុំគៀបសង្កត់គាត់អញ្ចឹងអាហ្នឹងសំខាន់ហើយក្រៅពីហ្នឹងនៅមានការកែសម្រួលកែតម្រង់ប្រព័ន្ធនីតិរដ្ឋទេប្រព័ន្ធនីតិរដ្ឋកម្ពុជារងហើយវាសូន្យហើយដូចយើងជជែកមិញក៏អំណាចរដ្ឋាភិបាលវាគ្រប់គ្រងអំណាចទាំងអស់នៅក្នុងស្ថាប័នជាតិហ្នឹងតុលាការក៏ក្រោមអំណាចបញ្ជាផ្ដាច់មុខរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតអញ្ចឹងបើដើម្បីឲ្យមានឯករាជ្យលើប្រព័ន្ធហ្នឹងត្រូវតែអនុវត្តឲ្យពង្រឹងវិស័យច្បាប់ឡើងវិញវិស័យតុលាការឡើងវិញហើយអំពើពុករលួយចាក់ស្រេះក្នុងសង្គមហ្នឹងក៏ត្រូវបំបត្តិចោលមិនអស់ទេប៉ុន្តែត្រូវតែតាំងចិត្តធ្វើការងារហ្នឹងហើយចុងក្រោយហ្នឹងគឺនេះប្រព័ន្ធឆបោកអនឡាញបណ្ដាញអន្តរជាតិហ្នឹងត្រូវតែផ្ដន់ទោសពួកអក្រិតជនហើយសហការជាមួយអន្តរជាតិដើម្បីផ្ដន់ទោសចំណុចចុងក្រោយហើយយោបល់ចុងក្រោយរបស់ខ្ញុំគឺបញ្ហាសង្គ្រាមជាមួយសៀមគ្មានអីក្រៅពីប្តឹងទេត្រូវរៀបចំសំណុំឯកសារឲ្យរួចរាល់ដើម្បីប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិផងទៅតុលាការក្រិតកម្មអន្តរជាតិផងมันអាចប្រើជំរឿសណាផ្សេងក្រៅពីប្តឹងទេបាទជំរឿសផ្សេងមានតែយើងជិះធ្លាប់ជជែកគ្នាហ្នឹងបងជំរឿសផ្សេងដូចជាការចរចាទ្វេភាគីចរចាទៅអត់អីទេប៉ុន្តែកុំតែចុះហត្ថលេខាដោយលោកប៉ាងុនទៀងគាត់និយាយថ្ងៃមុនហ្នឹងថាប្រជុំជាមួយថៃជាមួយទៅប៉ុន្តែដាច់ខាតកុំចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងណាមួយតាមការបង្ខំរបស់ថៃឲ្យទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនថ្មីជាដើមហ្នឹងអត់អាចទទួលស្គាល់បានទេហើយការទូតហ្នឹងគឺត្រូវតែពង្រឹងវិស័យការទូតហ្នឹងឲ្យខ្លាំងគឺអ្នកការទូតខ្មែរនៅគ្រប់ទីកន្លែងធ្វើការងារឲ្យសកម្មជាងមុនទៅព្រមទាំងចុងក្រោយគឺប្តឹងថៃទៅតុលាការអន្តរជាតិជជែកគ្នាដោះស្រាយបញ្ហាឲ្យអន្តរជាតិហ្នឹងគេផ្ដល់យុត្តិធម៌កម្ពុជាមកហើយឲ្យផ្ដល់យុត្តិធម៌ឲ្យទៅថៃផងទៅព្រោះតុលាការគឺជាស្ថាប័នតំណាងឲ្យយុត្តិធម៌កាត់ក្តីឲ្យប្រទេសនីមួយៗអាចទទួលយកបានទាំងអស់គ្នាអញ្ចឹងណាបងណាបាទអរគុណច្រើនលោកម៉ាណាតសម្រាប់ការចូលរួមចែករំលែកសម្រាប់ប្រធានបទនៅក្នុងថ្ងៃនេះបាទសូមអរគុណសូមជម្រាបលាបាទអរគុណច្រើនលោកសច្ចៈជម្រាបលា